ចាសួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកចេញវីដេអូតាក់ទងជាមួយនឹងការសម្អាតជ្រុញបែបនេះបន្តិចណាដោយសារតែថ្ងៃមុនគឺខ្ញុំមើល Facebook ទៅចាខ្ញុំឃើញបងស្រីម្នាក់គាត់និយាយគាត់ចេញវីដេអូតាក់ទងនឹងការសម្អាតជ្រុញអញ្ចឹងហើយគាត់និយាយគ្នាថាគាត់ឆ្លោះគ្នាជាមួយម៉ាក់ក្មេកគាត់អញ្ចឹងណាដោយសារតែគាត់លាងសម្អាតជ្រុញដោយគាត់យកកូនកបិតបងប្អូនកូនកបិតសប្រហែលជា2ធ្នាប់បែបនេះយកមករុះលាងជ្រុញបែបនេះយកមករុះបែបហ្នឹងហើយទៅម៉ែក្មេកគាត់ហ្នឹងស្ដីឲ្យគាត់ថាអត់ឲ្យយកកូនកបិតទៅរុះសម្អាតជ្រុញបែបហ្នឹងទេចាពួកអីធ្វើអញ្ចឹងទៅកបិតវារិលចារិលខូចកបិតអីអញ្ចឹងណាហើយគាត់ក៏ចេញវីដេអូនិយាយពីរឿងហ្នឹងបន្ទាប់មកខ្ញុំបានចូលទៅមើលខមមិនរបស់គាត់នៅក្នុងវីដេអូខាងក្រោមរបស់គាត់ណាមានអ្នកខ្លះគាត់ខមមិនចេញមកដូចថាពិបាកស្ដាប់តែម្ដងណាបងប្អូនគាត់ខមមិនថាបើមិនរុះអញ្ចឹងឲ្យធ្វើម៉េចហើយអ្នកខ្លះទៅក៏គាត់ខមមិនថាកបិតតែប្រើវារិលហើយរិលឲ្យគាត់សលៀងទៅហើយអ្នកខ្លះទៀតក៏ខមមិននិយាយទៅពិបាកស្ដាប់មែនទេអ្នកខ្លះថាឲ្យគាត់ទៅលិតជ្រុញនឹងទៅអីអញ្ចឹងណាចាខ្ញុំសុំអត់និយាយច្រើនទេប៉ុន្តែសម្រាប់ការសម្អាតជ្រុញវាមានច្រើនប្រភេទបងប្អូនអាចបើកទឹកហើយយកអាចដីសចាបែបនេះចាយើងយកមកដោះលាងដាក់សាប៊ូរុះលាងក៏បានចាឬក៏មួយក៏យើងយកបិទធំដូចខ្ញុំបែបនេះចាយកមកដុសបែបនេះក៏បានចាជាមួយបងប្អូនជាមួយខ្ញុំអានេះជាការសម្អាតជ្រុញប្រចាំថ្ងៃរបស់ខ្ញុំជារៀងរាល់ថ្ងៃនៅពេលដែលខ្ញុំប្រើហើយជ្រុញខ្ញុំប្រឡាក់គឺខ្ញុំយកចាយកបិទធំបែបនេះហើយយើងយកអាមុខកន្លែងនេះចាយកមករុះយើងរុះបែបនេះមកបងប្អូនឃើញទេចាក្អែលជ្រុញនឹងវាចេញបាត់ដូចគ្នាឃើញទេរបៀបសម្អាតប្រចាំថ្ងៃរបស់ខ្ញុំឲ្យតែខ្ញុំប្រើជ្រុញគឺខ្ញុំស្អាតបែបនេះយើងប្រើខាងណាយើងរុះលាងខាងហ្នឹងមកបងប្អូនឃើញទេយើងធ្វើអញ្ចឹងអត់រិលកបិតទេហើយអាសម្រាប់ការដែលរិលកបិតហ្នឹងយើងមិនមែនថាប្រើហើយយើងអត់សលៀងឯងធម្មតាកបិតយើងប្រើគឺយើងសលៀងហើយប៉ុន្តែបើសិនជាយើងយកកបិតហ្នឹងមករុះជ្រុញបែបនេះចាវាធ្វើឲ្យកបិតមុខកបិតយើងរិលហើយនៅពេលដែលយើងសលៀងវាអត់ងាយមុតមកវិញទេវារិលខ្លាំងវាពិបាកសលៀងឧទាហរណ៍ថាបើយើងប្រើជាមួយនឹងការហាន់សាច់ធម្មតាយើងយកទៅសលៀងវារិលយើងសលៀងតែ10នាទីវាមុតតែបើយើងយកវាមករស់ជ្រុញបែបនេះយើងត្រូវការប្រើពេលសលៀងយូរជាងដែលយើងវារិលដោយសារតែយើងហាន់សាច់ធម្មតាអញ្ចឹងពេលខ្លះយើងត្រូវសលៀងរហូតដល់កន្លះម៉ោងទៅរំទៅវាមុតវិញដោយសារអីយើងប្រើបែបហ្នឹងគឺវារិលកបិតពិតមែនហើយនេះគឺប៉ាខ្ញុំបងប្អូនប៉ាខ្ញុំគាត់ប្រាប់ខ្ញុំថាអញ្ចឹងថាកបិតទៅឲ្យតែរុះចាលាងជាមួយនឹងជ្រុញបែបហ្នឹងទៅគឺវារិលខ្លាំងវាពិបាកសលៀងវាប្រើការរយៈពេលនៃការសលៀងហ្នឹងវាយូរចាវាអត់ដូចដែលយើងហាន់សាច់កាត់សាច់អីធម្មតាយើងយកទៅសលៀងទៅវាឆាប់មុតតែបើយើងយកវាមករុះជ្រុញបែបហ្នឹងចាវារិលខ្លាំងអានេះមនុស្សចាស់និយាយបងប្អូនចាយើងចង់និយាយថានៅពេលដែលចាស់គាត់ប្រាប់អីមួយបងប្អូនយើងជាក្មេងៗគួរតែស្ដាប់គាត់ទៅធ្វើតាមគាត់ទៅចាធម្មតាគេថាបើមិនជឿចាស់ឆ្លាស់ដៃថេងបងប្អូនធ្លាប់ឮទេចាហើយរបៀបមួយទៀតចានេះគឺរបៀបដែលខ្ញុំរុះចាលាងប្រចាំថ្ងៃទៅពេលខ្ញុំប្រើហើយគឺខ្ញុំរុះបែបហ្នឹងដូចដែលខ្ញុំបង្ហាញបងប្អូនមិញអញ្ចឹងមកយ៉ាងទៀតគឺយើងអាចប្រើអាចដេកសបែបនេះហើយយើងបើកទឹកអញ្ចឹងមកបន្ទាប់មកយើងដាក់សាប៊ូមកចាដាក់សាប៊ូហើយយើងរុះលាងបែបនេះទៅឃើញទេបងប្អូនវិធីនេះក៏យើងអាចលាងសម្អាតជ្រុញបានដែរមិនថាចាំតតែប្រើកបិតទេចាយើងអត់ប្រើកបិតក៏យើងលាងបានដែរបងប្អូនឃើញទេស្អាតដូចគ្នាហើយនេះគឺជារបៀបដែលខ្ញុំសម្អាតចារៀងរាល់មួយអាទិត្យម្ដងឬក៏10ថ្ងៃម្ដងគឺខ្ញុំសម្អាតដោយប្រើអាចដែកសបែបនេះហើយយើងដាក់សាប៊ូរូបបែបនេះបន្ទាប់មកគឺយើងចូលទៅហាលថ្ងៃបងប្អូនពេលដែលយើងហាលថ្ងៃយើងហាលទាំងសងខាងចាយើងហាលបែបហ្នឹងទៅដល់ពេល1ម៉ោងឬក៏2 3ម៉ោងក្រោយមកយើងទៅត្រឡប់វាប្រែវាមកហាលខាងនេះវិញម្ដងហើយការសម្អាតក៏ដូចគ្នាយើងមិនមែនលាងសម្អាតតែមួយខាងហ្នឹងទេខាងណាក៏ដោយឲ្យតែយើងផ្លាតធ្លាប់ប្រើគឺយើងលាងសម្អាតទាំងសងខាងតែម្ដងអញ្ចឹងយើងមើលណាយើងដាក់សាប៊ូបន្តិចមកហើយយើងលាងសម្អាតបែបហ្នឹងបែបនេះជ្រុញយើងស្អាតអស់មេរោគចាសម្រាប់បាក់តេរីបានដូចគ្នាអ្នកប្រើជ្រុញឈើបែបនេះបងប្អូនគួរតែអាសាលាងសម្អាតបែបនេះដោយដាក់សាប៊ូហើយអាចដែកសរូបបែបនេះហើយយើងយកទៅហាលថ្ងៃដើម្បីឲ្យជ្រុញយើងហ្នឹងវាប្រកាសថាស្អាតវាសម្រាប់មេរោគសម្រាប់បាក់តេរីបានល្អអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាចាសម្រាប់ការតាមដានទស្សនា